មួយទៀតហើយទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅតំបន់អរ៉ៃជាមួយនឹងភ្ញៀវកិត្តិយសចុងក្រោយនៅក្នុងរដូវកាលនេះនោះគឺបងវិរិយអូភ្លាមបងប្អូនប្រកាសជាចង់ដឹងហើយថាបងពិរាជគាត់នឹងជួបឧបសគ្គអ្វីខ្លះនៅក្នុងការធ្វើដំណើរទៅទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅតំបន់អរ៉ៃអញ្ចឹងតាមដានទស្សនាវីដេអូនៃការធ្វើដំណើររបស់ខ្ញុំជាមួយនឹងបងវិរិយទាំងអស់គ្នាហើយលើនឹងផងដែរគឺយើងនឹងធ្វើដំណើរជាមួយនឹង Oppo A6 Pro ដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ការឡើងភ្នំអូខេបងប្អូនអ្នកគ្នាឥឡូវហ្នឹងយើងបានមកដល់ទីតាំងផ្ទះដែលនៅក្បែរផ្លូវឡើងទៅប៉ោយម្រេចកែបប៉ុន្តែយើងអត់ទាន់ឡើងទៅប៉ោយម្រេចកែបទេយើងនឹងធ្វើដំណើរទៅទឹកធ្លាក់ដែលស្អាតបំផុតនៅតំបន់អរ៉ៃនេះ Yes ដល់បងទៅសិនហើយបងអូនដឹងថាតើស្អាតប៉ុណ្ណាអត់ ជាដូចមាត់បោះនារីចរាចរណ៍និយាយមែនឬក៏អត់ អូខេតោះ let's go ហើយយេឥឡូវហ្នឹងគឺថាម៉ោង8:27នាទីហើយយើងបានចាប់ផ្ដើមចេញពីទីតាំងផ្ទះរបស់បងសហគមន៍អីអញ្ចឹងប្រហែលជាយើងត្រូវការចំណាយពេលម៉ោងដល់បងម៉ោងកន្លះ1ម៉ោងកន្លះអ្នកគ្នាប្រហែលជាស្គាល់បងឆាថ្ងៃនេះគឺជាបងឆាដែលគាត់បីឈ្មោះមែនតើហ្មងតែទៅមួយការនាំភ្ញៀវនៅតំបន់អរ៉ៃនេះចឹងយើងនឹងត្រូវការប្រើពេល1ម៉ោងកន្លះនៅក្នុងការធ្វើដំណើរទៅទឹកធ្លាក់ដ៏ស្រស់ស្អាតបន្ទាប់ពីជិះនៅលើផ្លូវដីក្រហមនៅតាមភូមិហើយហ្នឹងយើងក៏ត្រូវបត់ចូលមកតាមផ្លូវវាស្រែបងប្អូនណានិយាយពីថាផុកឡើងពេញនឹងតែម្ដងហើយវាអត់មានផ្លូវច្បាស់លាស់ទេអញ្ចឹងចង់មិនចង់គឺកាយគាត់ត្រូវតែជិះរកផ្លូវណាដែលអាចទៅរួចបានបើនិយាយពីបងរាជខ្ញុំវិញគឺថាមុខឡើងជូរហួយហ្មងបងប្អូនណានេះគ្រាន់តែជាការចាប់ផ្ដើមទេណាឥឡូវហ្នឹងពួកខ្ញុំមកដល់ខាងមុខមុនណាបងប្អូនអត់ទាន់លឺសលេងម៉ូតូគាត់ទេគាត់នៅក្រោយតែនឹងមិនមកទេឥឡូវម៉ែអើយបងពេឌីមានមិនហត់នឹងឯងបើតាផ្លូវអញ្ចឹងអីនេះដើរចូលផុកផងណាជិះម៉ូតូធ្លាក់កលុកទៀតនេះមើលទៅនៅផ្ទះចេះនៅទេចូលចិត្តណាសាច់កម្មអញ្ចឹងអីហើយនារីជិះលៀបខ្ញុំទៀតតែចឹងបងផ្លូវទៅនឹងអត់សូវពិបាកទេនេះមើលទៅអត់បាក់លេងនិយាយទៅតែដែរលឺកញ្ញត្តិបងប្អូនគាត់ថាចេះផ្លូវដែលលំបាកភាគច្រើនគឺនាំយើងទៅកន្លែងដែលស្រស់ស្អាតចាំមើលចាំតែជើងបាក់ខ្ញុំមើលឲ្យผมមើលឲ្យងើបឡើងមើលមិនអីអូយតើទៅងត់ទៀតណាគ្នាបងវិរិយគាត់ unexpected ហ្មងណាខ្ញុំប្រាប់គាត់ថាអត់សូវពិបាកប្រហែលជាអត់សូវពិបាកអត់ពិបាកសម្រាប់ខ្ញុំតែពិបាកសម្រាប់គាត់ចឹងណាចឹងជាកំហុសខ្ញុំសុំទោសបងវិរិយសង្ឃឹមថាបងមើលវីដេអូនេះហើយបងនឹងអត់ទោសឲ្យខ្ញុំមកឡើងជូរនិយាយទៅគ្រាន់តែបើកឆាកមកគឺថាគាត់ប្រឡាក់គូតខោអត់ហើយខ្ញុំតែខោបន្តទៀតមកទៅជួបឲ្យគេខ្លាំងឡាយបងបាញ់ធ្វើមុខជូរធ្វើវិញគេជាញញឹមទៅសបាយមិនបងក៏តែជូរយ៉ាងចាំជូរលេងទៅសុកមកដល់ឡើងព្រៃប្រឹក្សាតាវ័នេះកន្លែងនេះខ្ញុំហួចចិត្តខ្លួនឯងខ្លាំងមកខ្ញុំឃើញអាចស្មានតែដុំថ្មនេះដើរទៅណាជន់បបបងអូនអត់ដឹងខ្លួនទៀតមិនដំបងហ្នឹងគុំបានសាន់ដល់ប្រាតាំងបងរៀនជន់អាចកបីហើយខ្ញុំថាមិនជឿអាចកបីណាដល់ព្រៃជ្រៅអញ្ចឹងនោះហើយសួរគេទៀតថាមែនមើលទៅអាចមែនតើអូយជីវិតខ្ញុំហេតុអីមកត្រូវជួបបែបនេះដែរ
Bây giờ mai tiết đá បន្ទាប់ពីយើងជិះម៉ូតូអស់1ម៉ោងជាងហើយយើងក៏ត្រូវចុះដើរប្រហែលជាចម្ងាយ500ម៉ែត្របងប្អូនព្រោះថាឥឡូវហ្នឹងគឺផ្លូវគេឈូសឆាយដើម្បីដាក់បង្គោលភ្លើងអញ្ចឹងងាយស្រួលមែនតើជិះឆាប់ដល់មែនតើហ្មងអត់ដូចកាលពីមុននេះខ្ញុំត្រូវដើរឡើងយូរហើយផ្លូវក៏ពិបាកដែរ បងបាយពិបាកអត់ខ្ញុំសួរមែនតើណាពិបាកអត់ បើថាពិបាកខ្លាំងហ្មងវាអត់ដល់ចំណុចពិបាកខ្លាំងទេប៉ុន្តែអាចថាលើកទី1ដែលវាជាវិធានគួរសមជាពិសេសគឺពេលជិះម៉ូតូអូម៉ែហើយមិនចំណាញ់មើលឃើញចឹង អូលោកម្ចាស់ ខ្ញុំឡើងដែរមុខខាម ម្ចាស់អូបើនេះដើមអីគេញងញល់បីណាខុសគេទាំងបីចឹងញល់ Which one sorry sir មួយណាដែរបងឈ្មោះបាទដាំញល់បាទញល់ណាមួយណាឥឡូវគាត់កោយបាទដើមញល់ញល់ ឥឡូវដល់មួយណាបងដាំញ័រមែនញ័រមែន អូខេដាំញ័រអូខេបងប្អូននេះគឺជាដាំញ័រអូខេខ្ញុំធ្វើការ selfie មួយទៀតអូច្បាស់ស្អាតមកនេះវិញហើយគ្រឿងស្អាតជាងគេនោះ ចា ទីបំផុតខ្ញុំបានចិត្ត ណ៎គ្នាអើយវាបងពីរាជនេះ challenge ក៏ challenge សម្រាប់គាត់ហើយសំខាន់ណាស់គឺក៏ប្លែកហ្មងខ្ញុំសើចចុកពោះតាំងពីជួបគ្នារហូតដល់បែកគ្នាវិញ អូមកយកជើង មកជើងហើយអត់ អូថាញ័រខោញ័រដល់ខោទៀត ដល់ហើយមកជួយដៃ ដល់ហើយ វ៉ាវ My God អូ អាឆ្លងអ ទីបំផុតបងប្អូនទាំងអស់គ្នាខ្ញុំបានមកដាក់ទឹកជ្រោះឆាយតប៉ាងហើយបងប្អូនអើយស្អាតដូចគេនិយាយមែនអញ្ចឹងនារីចរាចរណ៍គឺអត់កុហកនឹងទេគឺខ្ញុំរ៉េតអត់10លើ10 1000លើ10ក៏បានដែរបាទអូស្អាតខ្លាំងណាស់ យេដល់បងប្អូនអរគ្នាខ្ញុំបាននាំបងពីរាជប៉ាមកដើរទឹកធ្លាក់ដល់ស្រស់ស្អាតបំផុតនៅតំបន់តារ៉ែងហើយ ចង់និយាយថាលេងអាភាពអីគេនៅហត់របស់ខ្ញុំហ្នឹងគឺថាអស់លី មកដល់នេះគឺថាបាយថ្ងៃត្រង់តែម្ដងអញ្ចឹងពួកយើងក៏បាននាំគ្នាអង្គុយញ៉ាំបាយនៅទឹកធ្លាក់ត្រជាក់បន្ទាប់មកទៀតគឺយើងមើលទេសភាព enjoy អីចឹងណាហើយថតរូបលេងបងប្អូន ចូលលុយម៉េះទូរស័ព្ទនេះធ្លាក់លើថ្មហើយចូលទឹកទៀតតែនៅប្រើបានធម្មតា និយាយពីអត់លយម៉េចបងពីរាជព្រោះថា Oppo A6 Pro នេះហាគឺថាមានកម្រិតភាពធន់ IP69 ធន់នឹងធ្លាក់ធន់នឹងទឹកធន់នឹងកម្ដៅនិយាយទៅគឺអេមខ្លាំងមែនតែនហ្មងណានិយាយទៅបងប្អូនអរគ្នាទឹកធ្លាក់ឆាយតាប៉ាងនេះហាគឺស្រស់ស្អាតខ្លាំងមែនតែននៅរដូវវស្សានេះបើខែប្រាំងរៀងថយទឹកបន្តិចប៉ុន្តែនៅតែមានទឹកជាប់បងប្អូនព្រោះទឹកហូរមកពីភ្នំនៅទីនេះហាបងប្អូនអាចធ្វើការបោះតង់ស្ទូចត្រីធ្វើម្ហូបក៏ដូចជាងូតទឹកត្រជាក់មើលទេសភាពនិយាយទៅគឺអេមមែនតែនហ្មងគួរតែសាក់លបងឲ្យបានម្ដងហ៎បងប្អូន Đằng này mới mình khâu được lần. Thôi cái này mình bán mình đó này. Ô, người ta cái Oppo cái miền gì chứ? Cái con lên được mình. Đi mình. Dạ, nắng đây đi ạ. Mình tầm muối nắng mình là cái tiết này này, nhân phi. Ô, anh cho ban rồi. Cho ban mình. Cho mớm. Nè. Ắt xếp. Đấy cho mớ. Đấy, sao rồi con mày nát. Mình làm được thứ con này. Con lứa rồi. Alo này đi.
Đấy nè, tôi cho mình than nè. For the first time nha, đăng cái đó cho người ta. Đăng ta tôi sao Oppo cái iPhone ban nằm trắng đó. Nếu đi sử dụng miễn đi sử dụng iCom nè hả? Nào cái thiệp trăm mà bán tới rồi. Con liên tiếp Hả? Bông trăm mà cái thiệp trăm mà bán đâu, anh cho mà bị cái tắc chùa mến. Mà lớn mà cái tới rồi. Bạn này chất tắc chua mà mình lên tắc khlang à? Lôi mà. Ôi chẳng này 100 viên sợi vá của kho ban đà. Wow. Tụi bây giờ đau chẳng ấy đâu mà giờ đạch nghe đạch ấy tới viên của bạn sẽ tôn kia ca thể chứ ai con dựng được cái côn nhé. Điện iCom ra trong người ta chơi anh ấy 100 viên sợi vá đứa có lôi gọi của chứ 100 thời ca lôi đó thôi. 100 thời ca lôi đó anh ấy ai thôi ca kho ban ta mình dạng điện. Vậy cần link mà cây điện chắc nó về để dừng cho tam link tới mình mua. Nè cái này nó bài nè rồi. Anh cho tam link tới đi bài tới. Nè cái này nó bài nó bên luôn chứ cho kho bàn. Wow. Ôi chắc mà kia tôi sao function nó bay là cái nào play nôm làm này I see. Nè cái này khai prang chẳng cứ tha ở khai prang khai bà sang chẳng cứ tập trận trên khai prang tập chính nó mình tay nào cái này anh bóc tăng này anh bán nên đấy có bóc tăng bán bóc tăng phi tông mà móc này trở lại cao thì hai nào cái này mà cũng lấy do Oppo A6 Pro mà không thể nào nó miên sợi vá nó nè ông miên sợi vá phần tay ai chả tôn khi tam để calling ban hay sạch nên đi học lưu tề ngạ mà tổng lẹ đâu ngày ha sạch hai cái này sạch đây nó cứ tha ọt cao tê để sao ta xử lý tất lẽ nó bị khẳng thì trứng miên Oppo A6 Pro máu kho tại tôn khi tam bị calling ba này cứ anh vậy kia bán vô kia đập kia bán xuống 300 bạch tăng từ sai co đã kia là một bờ nếp bóng play hè lời nâng bông bông nọc kia màu bay cả lá hỏi nè màu bay mà phơi vào muối hỏi dương cặp bông tại thưa đầm nã lang tơ phơi mà lại cần kép để sao tại từ bốn lá dương plan thầy dương đừng kê nơi tập lẹ tề tay là sao tay nó cứ bà bóc tăng ai cho ngẩn bán á chẳng dương có mẹ chất nom bong period mà sạp lụa chỉ vật bóc tăng nên lượt nôm cứ dương nom của bọn là tơ phơi mà lại kẹp hai giờ phơi mình kép cứ láng cái này phải chẳng vú pi mau cả lá ha bà tao dương khoan á hay bà tao lươn ai mà mạo tịch tua đưa cò sai sầm tì ta bà tao là mồm vẽ cả đá mà đây ha hiện cua sắm anh đang ai mà mạo cả lại nằng trắng nhưng trong mơ tầng ở kia ha ta tam phơi lao phun nôm nằng bông về đây con nằng mạch đai phùa về ta tập lẹ nắng tam phơi nó riêng chìm tôi riêng tao mình tì cho mình ta quật một bà khá làng chân nhung chân khơi ta tập hiệp chả xanh bảo con ở bên đại lao phun nôm mỏng á tao mạch đáy hơi nhưng đừng mơ tầng ở kia chà lần chà lần phanh bạ đài sụp búa bông mùi ai da nhóm mình ở đầm tha cái ao nhóm mà đa prey rất xa đó co mà lên xì ô này là oh my gosh oh wow I made it ta này hát độ on thao chà hay là VT tôi mình chỉ hiền rồi oh no hay còn ta bị số chia mình tích hai thùng ô băng khơi nhé thật này là cho bạn này another challenge ôi ai tâm phật anh đi mua là na challenge thiệt ta lên xịn nè đại khơi để đàm plate spin mùi chẳng này hay spin ba cái này mình cụp thư cụp mode để challenge ba cái nó bạn mình giang mà nè tiên ôi bị tha ai này đã bị plate đòn hà mà đòn á nè do mà đòn tiền tôi mình
Ồ thiệt đấy. Nơi à môi tiết môi tiết khua chuyện nó hay chơi với hiện cục tỷ. Mình tên á tao rồi. Ôi nhôm cha tình nhau bọn anh lên tê bị plơ ni tơ cứ lên bà hơi còn là tha trao tịch ấy tên á. Đi chào tịch bà quán mèn mơ luôn anh tới bông ôm ở bao nhiêu trẻ tha. Taiយ៉ាងណាក៏ដោយខ្ញុំមានការតាំងចិត្តខ្ពស់ដែរហ្នឹងទូហត់ប៉ុណ្ណាលំបាក់ប៉ុណ្ណាក៏ដោយគឺខ្ញុំត្រូវទៅដល់គោលដៅបានហ្មងនិយាយត្រង់ខ្ញុំនេះល្អរហូតតាមផ្លូវហ្នឹងតែក្នុងចិត្តគឺអត់មានកំណត់ក្នុងការបោះបង់ចោលអីណាព្រោះខ្ញុំដឹងហើយថាផ្លូវដែលទៅកន្លែងដែលស្រស់ស្អាតមួយចំនួនហ្នឹងដឹងតែមានឧបសគ្គគឺវាមិនស្រួលទេគឺវាទាមទារនូវភាពអត់ធ្មត់និងការតស៊ូរបស់យើងនឹងឯងហើយនេះពេលខ្ញុំបានទៅដល់លើហ្នឹងបងប្អូនអើយគឺអស់លីងហ្មងតែក្នុងចិត្តចង់ស្រែកថា Oh my god ស្អាតណាស់ហត់ណាស់វ៉យ អូខេបងប្អូនអរគ្នាឥឡូវហ្នឹងគឺយើងបានមកដល់ហើយបងភីរិតគឺគាត់បានសម្រេចគោលដៅរបស់គាត់ហើយនៅតែចង់ទៅវិញទេតែមើលទៅដូចជាមិនសូវអីទេព្រោះប៉ុនមរិញកែបគឺអត់ពិបាកទេពិបាកតែគាត់ទេដល់ពេលយើងត្រូវងូតទឹកសម្អាតខ្លួនហើយព្រោះអីគឺហត់មែនតែនហ្មងណាអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងនឹងញ៉ាំបាយជុំគ្នាអញ្ចឹងបើសិនជាមានទស្សនវិជ្ជាអីសំខាន់បន្តទៅខ្ញុំដាក់ជូនអ្នកនរគ្នាទស្សនាតោះយើងទៅងូតទឹកបងងូតទឹក 10 ឆ្នាំមានអញ្ចឹងប្រហែលដងញ៉ាំបាយជុំគ្នាជាមួយនឹងបងសហគមន៍មួយនេះសំខាន់ម្ហូបពួកគាត់ធ្វើឲ្យញ៉ាំនឹងឆ្ងាញ់ទៀតហ្នឹងណាញ៉ាំចប់ចូលគេងបិទភ្នែកធម្មតាព្រឹកឡើងភ្ញាក់ឡើងមកមែននេះទេសភាពរបស់គេណែ With you the sun is shining 24/7 'cause when we're together it feels like we're in heaven if it will get dark you'll be my million stars I know I can lean on you Ooh you catch me like a leaf ឥឡូវហ្នឹងម៉ោង 5:44 ពួកយើងបានភ្ញាក់មកអង្គុយមើលថ្ងៃរះជាមួយនឹងពពកមិនដែរបងស្អាតទេស្អាតទៅលើកទី1នៅគឺពពកច្រើនអញ្ចឹងតែណាមានភាពបន្តទៀតភាពបន្តសូមភាពបន្តទៀតបាទដល់ to be continue បានអត់ បានគេលេងមែន យីមែនអញ្ចឹងថាហត់មែនតែសប្បាយគេលក់ស្រួលបងខ្ញុំវិញហ៎គេលក់ស្រួលខ្ញុំឈឺខ្នងតិចអញ្ចឹងនិយាយទៅដឹងអាមកវាបាក់វាមិនដូចស្រួលដូចដេកផ្ទះយើងណាតែដោះដូរជាមួយនឹងទស្សនវិជ្ជាបែបនេះគឺខ្ញុំសុខចិត្តវា worth it បងប្អូនខ្ញុំគិតថាបងពេរីចាកំពុងតែលងស្រឡាញ់ជាមួយនឹងធម្មជាតិស្រស់ស្អាតនេះហើយចឹងទៅបន្ទាប់ពីឆុងតែហើយរៀបចំខ្លួនត្រៀមត្រឡប់ចុះទៅវិញតែមុនចុះទៅវិញនឹងខ្ញុំបានបង្ហាញពីទេសភាពស្រស់ស្អាតបន្ថែមទៀតទៅគាត់អានេះមិនវីដេអូណៃថតទុកអានេះមើលតាមអ៊ីនធឺណិតហ្នឹងច្បាស់អេក្រង់វាអាម៉ូឡេតតែ smooth មកអត់តាក់ចឹងហ្នឹងហើយអេក្រង់វាអាម៉ូឡេតតែដល់ពេលអញ្ចឹងទៅវា smooth វាអត់តាក់អីតែចឹងថាសុវ័យបាទពេញបត់មកសុវ័យនៅនេះវាមានស្រាប់ហើយប៉ុន្តែបើប្រើ Oppo ទៀតវាកាន់តែចាប់បានខ្លាំងជាងទូរស័ព្ទផ្សេងវាអត់មានតាក់មានអីហ្មងពេលចង់នេះដល់ទៅឈរនៅចុងនោះឬក៏ទៅឈរឡើយណាមានសេវាទៅយើងក៏បានដែរ Oppo ឯងឈរចុងដើមឈើឈរចុងដើមឈើអីវាមិនបាទនេះខ្ញុំសុំហ្នឹងមែនប្រើនឹងចិត្ត2ថ្ងៃថ្មនឹងដែរមកយកថ្មនេះថ្មទូរស័ព្ទឯងមានបានសាក់ណាជឿណាគ្នាអត់ដឹងថា Oppo កាន់ថ្ម Oppo A7 Pro នេះកាន់ថ្មខ្ញុំទៅអារ៉ា3ថ្ងៃអត់មានសាក់ម្ដងឯងហើយចុះមកវិញណានៅថ្មប្រើបានបើថាអត់សូវប្រើបាន2 3ថ្ងៃទៀតនិយាយមែនណាថ្មឥឡូវនៅសល់អានោះសូវប្រើឯងដោយសារអីយើងមកយើងជួយច្រើនតែបើទៅអារ៉ា Pro ជួបដល់3ថ្ងៃហ្មងនៅសល់ថ្មចុះទៅវិញដូចប៉ុន្មាន 50-60% កាន់ថ្មណាអូចឹងមិន function គេថាគេផលិតមកសម្រាប់ដើរព្រៃទៅហ្នឹងហើយយ៉ាងពេលខ្លះយើងត្រូវការប្រើត្រូវការថតត្រូវការតេត្រូវការអីទេហើយសំខាន់មិនបាច់ដាក់ស៊ីមមិនបាច់អីពេលយើងតេ back calling លុយហីមកនឹងស្អាតដល់មែនលើកទី1ដែលខ្ញុំដឹងនិយាយមែនគឺខ្ញុំដឹងថាការ call ការអីចឹងមានបាច់ចាំមានអ៊ីនធឺណិតឬក៏មានសេវាអត់មានសេវាក៏យើងអាច call ទៅហៅគ្នាបានណាសម័យហ្នឹងគឺ reaction របស់ខ្ញុំហ្នឹងគឺ real ហ្មងចឹងគេថា wow អញ្ចឹងអ្នកគ្នាដែលជួយចិត្តដល់ភ្នំហើយមិនបាច់ដល់ភ្នំក៏បានដែរមែននេះមែនចង់គ្រាន់ចង់និយាយថាចេះវាស័ក្តិសមបំផុតសម្រាប់ការឡើងភ្នំតែបើអ្នកអត់ឡើងភ្នំបើតាមខេត្តតាមអីក៏បានដែរនិយាយទៅប្រើប្រចាំថ្ងៃក៏វាមានចឹងថាវាមានអត្ថប្រយោជន៍វាស្អាតទៅណាបងឯងមើលឡើងខ្ញុំស្រឡាញ់វាម៉ាត់វា
វា smooth ហើយកាមេរ៉ាបើយើងចេះថតនេះហ្មងថតធម្មតាក៏ស្អាតដែរតែបើយើងចេះថតអត់ pro ទៀត ហើយសំខាន់អត់ជាប់ម្រាមដៃនេះ អត់ជាប់ទេហើយអាពេលធ្លាក់លើថ្មក៏ដោយក៏ធន់ដែរអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងត្រៀមចោះត្រឡប់ទៅវិញហើយបន្ទាប់ពីបានចំណាយពេលនៅប៉ោយអាមេរិកកែបនេះមួយយប់ហើយយើងក៏បាននាំបងវិរាជទៅដល់ទីតាំងទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅតំបន់អរ៉ៃនេះដែរអញ្ចឹងនេះគឺជាចង់និយាយថាភ្ញៀវកិត្តិយសកូនបើខ្ញុំសេតខ្ញុំអត់ចង់និយាយទេណ៎គ្នាខ្ញុំសង្ឃឹមថានឹងមានបច្ចេកក្រោយអាចនាំអ្នកបង្កើតមាតិកាផ្សេងទៀតមកជួយផ្សព្វផ្សាយទីតាំងទេសចរឥឡូវខ្ញុំចង់សួរសិនមករៀបនេះភ្ញៀវកិត្តិយសកូនបើមានអារម្មណ៍មិនដែរបន្ទាប់ពីបានចំណាយពេលមួយគ្នាព្រោះពីខ្ញុំហ្មងខ្ញុំគិតថាបងឯងអត់ធ្លាប់ទេមើលទៅអត់ធ្លាប់សោះហ្មងអញ្ចឹងខ្ញុំចង់ដឹងចំណាប់អារម្មណ៍បងហ៊ីនសូតបានអីគេខ្លះពីដំណើរមួយនេះហើយមានអីចង់ផ្ដាំផ្ញើទៅអ្នកគ្រប់ត្រតែឥឡូវហ៊ីនសូតបានអីគេខ្លះមុនសិនតោះ ហ៊ានសូត្រមែន ចា ឡើយមើលតែអារម្មណ៍របស់ខ្ញុំគឺមានអារម្មណ៍ថាពេលឡើងមកដល់ហ្នឹងគឺស្រស់ស្រាយដូច too relaxing អា stress របស់យើងហ្នឹងក៏វាធូរតាមទេសភាពដែលយើងបានឃើញអញ្ចឹងណាហើយដែលខ្ញុំរៀនបានហ្មងគឺភាពអត់ធ្មត់ដែរបើយើងមើលតាម footage មើលតាមភាពចាក់ស្ដែងសកម្មភាពប្រហែលថ្ងៃហ្នឹងគឺវាទាមទារភាពអត់ធ្មត់របស់យើងណាអញ្ចឹងប្រសិនបើយើងអត់មានភាពអត់ធ្មត់ហ្នឹងទេយើងអាចនឹងងាយស្រួលក្នុងការដែលបោះបង់ចោលដូចខ្ញុំតែនិយាយខ្ញុំទៅល្អរហូតចេះអើយចង់ទៅផ្ទះចង់ទៅតែមួយថ្ងៃល្អមែនតែនៅទៅមុខដោយសារតែទី1យើងថតវីដេអូទៅគេទៅចោលទី2បើគេឲ្យបើយើងអត់ទៅទេគេទៅចោលពេលណាគេចាំយើងអញ្ចឹងគឺយើងត្រូវតែមានចំហរងមកយើងត្រូវតែតស៊ូទៅមុខទៀតដោយសារចិត្តរបស់យើងនេះចង់ឃើញទេសភាពស្រុកខ្មែររបស់យើងនឹងស្អាតដល់ប៉ុណ្ណាហើយជាពិសេសទៅលើថាការដែលយើងមកហ្នឹងគឺយើងជាផ្នែកមួយក្នុងការដែលផ្សព្វផ្សាយទេសចរក្នុងស្រុករបស់យើងនឹងឲ្យកាន់តែទូលំទូលាយឲ្យបងប្អូនមកយើងឃើញនេះថាអូស្រុកខ្មែររបស់យើងនេះមានកន្លែងស្អាតដែលយើងនឹងនឹកស្មានដល់សូម្បីតែខ្ញុំផ្ទាល់នេះអារម្មណ៍ពិតទៅបើអណៃអត់ហៅបងមកអញ្ជើញចូលរួមក្នុងកម្មវិធីនេះទេបងមិននឹកស្មានថាឬក៏អត់ដឹងថាមានពេលបានមកទឹកជ្រោះនឹងអត់ឬក៏ឡើងមកដល់នេះខ្លួនឯងឬក៏អត់សឹងតែតិចភាគរយមែនតើប៉ុន្តែពិតជាចង់អរគុណទៅកាន់នារីចល័តចរក៏ដូចជា Oppo ដូចគ្នាដែរបាទដែលបានបង្កើតគេហៅថាកម្មវិធីនេះឡើងក្នុងការដែល invite ទៅកាន់អ្នកមាតិកាមកចូលរួមជាកិត្តិយសផ្សេងៗដើម្បីលើកស្ទួយទេសចរក្នុងស្រុករបស់យើងនឹងលើសពីប្រមូលបណ្ដាប់របស់គាត់គឺគាត់ចង់ឃើញទេសចរក្នុងស្រុករបស់យើងនឹងកាន់តែរីកចម្រើនឡើងក៏ដូចជាជួយបងសហគមន៍អញ្ចឹងទៅហើយជាពិសេសគឺខ្ញុំសរសើរនារីចល័តចរចេញពីចិត្ត My respect to you all ចាខ្ញុំនៅប្រុសដែលមានកម្លាំងរងមាំជាងគាត់ខ្ញុំនៅតែល្អដើរគឺហត់មែនតើអញ្ចឹងគាត់ថាគាត់ថា level របស់ខ្ញុំមកហ្នឹងគឺតិចមែនតើហ្មងខ្ញុំថាជឿថាគាត់ថា level ស្រាលតែខ្ញុំដើរមកបងប្អូនហើយបើមើលវីដេអូខ្ញុំល្អរហូតមិនមែនខ្ញុំអត់ធ្លាប់ឡើងភ្នំទេតែខ្ញុំធ្លាប់តែអត់ដាក់ថ្នាក់នេះមានស្ពានមានផុកជិះម៉ូតូរកផ្លូវមិនឃើញជិះឆែចុះឆែឡើងអីចឹងល្អលដួលក៏មានចឹងខ្ញុំគិតថានេះជាបទពិសោធន៍ជីវិតរបស់ខ្ញុំមួយដែលខ្ញុំបានឆ្លងកាត់ហើយពិតជាចងចាំខ្ញុំរៀនបានច្រើនណាស់ក្រៅពីក្នុងការដែលមកថតវីដេអូហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនដែលមើលវីដេអូនេះនៅតែគាំទ្រមិត្តការបែបនេះខ្ញុំសង្ឃឹមថាខាង Oppo គាត់នឹងមានស៊ីតាមទៀតបាទហើយកុំភ្លេច I love you កុំភ្លេចសុំភ្ញៀវកិត្តិយសម្នាក់នេះជាកូនបើឬក៏ជាកូនច្បងនៅស៊ីសិនហ្នឹងតែឥឡូវមកអង្គុយក្រោយតែយ៉ាងដូចតែទៅនៅដល់ធ្វើពេកយ៉ាខ្ញុំព្យាយាមមែនតើហ្មងនៅក្នុងការហៀប level ឲ្យត្រូវព្រោះពេលដំបូងបងឯងក៏ប្រាប់ថាអូនអើយអាចនឹងពិបាកអត់ស្រួលទេហើយខ្ញុំក៏ដឹងថាអូខេគាត់ជាអ្នកបង្កើតមាតិកាមួយដែលលក្ខណៈភាគច្រើនគេហៅ city life អត់សូវបែប adventure ទេដល់អញ្ចឹងខ្ញុំគិតមួយ Sander បង Sander មែនតើថាគួរដាក់ទៅណាដល់ពេលដាក់មកនេះខ្ញុំឃើញខ្ញុំពិតជាឃើញថាគាត់ពិបាកខ្ញុំពិតជាឃើញថាគាត់ពិបាកហើយក្នុងចិត្តខ្ញុំអូយបងអើយខ្ញុំចង់តែបញ្ឈប់អីនិយាយមែនណាខ្ញុំនិយាយមែនអូយបានហើយឈប់តែហ្នឹងហើយឈប់ហើយមិនឡើងភ្នំទៀតទេចឹងឯងមិនបញ្ឈប់ដោយសារថតដោយសារទស្សនិកជននៅមើលតែយើងឈប់មិនកើតដោយសារបងប្អូនភ្ញៀវកិត្តិយសយើងគ្រប់ត្រចាអញ្ចឹងខ្ញុំនៅតែបន្តប៉ុន្តែតសើបងឯងមិនដោយសារបងឯងតសើខ្ញុំហើយខ្ញុំតសើបងឯងវិញណាខ្ញុំឃើញគាត់លក្ខណៈថាល្អរហូតប៉ុន្តែក៏អត់បោះបង់ការព្យាយាមរបស់គាត់ហើយមុខឡើងជូរអារម្មណ៍អត់មាន fake នៅមុខអារម្មណ៍គឺទឹកមុខខ្ញុំទៅក្តៅផងបោកដល់វាចោតជូរហួយហ្មងខ្ញុំទៅគូភ្លាមហ្មងហើយដើរបាន2នាទីគេថា
challenge មួយទៀតឯងស្ព្រៀនផងអីផងថា challenge រហូតហ្មងណា អូខេអញ្ចឹងតើសារដល់បងពរាជហើយនេះគឺជា episode ចុងក្រោយហើយដែលខ្ញុំនឹងនាំ content creator មកបោះតង់មកឡើងភ្នំធ្វើ adventure អញ្ចឹងសង្ឃឹមថាខ្ញុំនឹងមានឱកាសធ្វើវីដេអូនេះបន្តទៀតហើយបើសិនជាបងប្អូនអាច comment លេងមកតែចង់ឲ្យ content creator ណាហើយសូមឲ្យ sponsor Oppo នេះដាក់បន្តទៀតមកដើម្បីជួយទាំងទេសចរយើងហើយជួយទាំងកប៉ៅថវិការបស់ខ្ញុំហើយជួយទាំង content creator យើងបានស្គាល់ទីតាំងថ្មីជាមួយគ្នាទៀត និយាយទៅអារម្មណ៍បងស្បួយខ្មុំ មែនទេហាមែនអត់អីមែនទេ ចុកបាត់ហើយនោះ អត់អីទេអានឹងអត់ទេបានតែចុកទេ ហ្នឹងហើយ អានឹងសัตว์អីគេដូចស្មា អានេះក៏ challenge ដែរឃើញអត់ឯងថតសុកៗទៅ អត់អីទេ ចុកមែនតើនេះ ខ្ញុំក៏លេចទៅខ្ញុំស្គាល់ ច្រាំងមែន ចាំលាបថ្នាំបន្តិច សុំថ្នាំតិចបាទ អូបានបាត់ជើបាយអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជាមួយខ្ញុំនារីចល័តចោទៅកន្លែងផ្សេងទៀត កុំភ្លេច share វីដេអូនេះផង សៀមមួយ Bye bye love you មាន season 2 ភ្លេចហើយផង អូខេដាក់ទៅវាធំ ហេ